មកធីមយើងអ្នកណាដែលចូលចិត្តស្ទូចត្រីមកស្ទូចត្រីនៅទីនេះទាំងអស់គ្នាសម្បូរណាបងប្អូនអើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកដែលចូលចិត្តស្ទូចត្រីមកកន្លែងនេះមិនខកបំណងទេដាក់ស៊ីតែម្ដងចំណាយលុយត្រឹមតែ2500រៀលក៏អាចស្ទូចត្រីបានដែរបងប្អូនមិនចាំបាច់សន្ទូចទំនើបទេហើយប្រភេទនុយស្ទូចត្រីថ្ងៃនេះខ្ញុំជ្រើសយកប្រភេទកូនត្រីរស់នុយប្រភេទនេះគឺតាក់ទាញត្រីមែនតែនដាក់វត្តតែម្ដងចាំមើលបានលទ្ធផលប្រហែលដែរបងប្អូនទៅតាមដានទាំងអស់គ្នាហើយនៅទីនេះសម្បូរត្រីមែនតែនខ្ញុំចំណាយពេលត្រឹមតែ1ម៉ោងហើយបងប្អូនបានត្រីចំនួន4-5ក្បាលដែរហើយសម្រាប់ទេសភាពពិតជាស្រស់ស្អាតមែនតែនបូករួមជាមួយនឹងខ្យល់ទន្លេត្រជាក់ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមែនតែនបងប្អូនហើយសម្រាប់បរិយាកាសបែបនេះបងប្អូនបើសិនជាមានមិត្តភ័ក្តិពីរនាក់មកអង្គុយទៅជែកគ្នាលេងបង្កាត់ភ្លើងអាំងត្រីដែលយើងស្ទូចបានណាពិតជារសជាតិឆ្ងាញ់មែនតែនសម្រាប់វីដេអូក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ